ដើម្បីចង់បានក្រស្រែដែលមានរសជាតិឆ្ងាញ់ណាហើយយើងចង់ប្រឡាក់វាបែបមើលទៅតំណងហើយអាចញ៉ាំព្រាមបានទាំងអស់គ្នាអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំបានខ្ញុំមានក្រស្រែ2គីឡូជាមួយនឹងគ្រឿងប្រឡាក់មានខ្ទឹមមានម្ទេសភាគច្រើនគឺខ្ញុំកិនខាងក្រៅទេជាមួយនឹងលឹកក្រូចប្រហែលជា 4-5 ស្លឹកដែរអញ្ចឹងណាអញ្ចឹងជាដំបូងយើងលាងកដសម្រាប់ទឹកឲ្យស្អាតសិនមកបន្ទាប់មកយើងយកមកចាប់ផ្ដើមមកលាយគ្រឿងខ្ញុំនឹងដាក់បន្តិចទៀតព្រោះគ្រឿងខ្ញុំបានកិនខ្ញុំបានលាយទុកហើយខ្ញុំក៏ជាអ្នកលក់សាច់ក្រស្រែម្នាក់ដែរអញ្ចឹងឥឡូវនេះយើងដាក់ពួកខ្ទឹមកិនសិនណាខ្ទឹមកិនខ្ញុំខ្ជិលច្រើនខ្ញុំកិនយកហ្មងទៅខ្ញុំក្លុកអញ្ចឹងណាហើយយើងដាក់ជាមួយនឹងម្ទេសទៅដាក់មកល្មមកុំឲ្យហឹរពេកមកល្មបន្តិចបានហើយជាមួយនឹងស្លឹកក្រូចផងដែរចាដាក់លឹកក្រូចអីចឹងទៅបន្ទាប់មកយើងដាក់គ្រឿងក្នុងគ្រឿងនេះយើងប្រើប្រេងខ្យងជាមួយនឹងម្រេចជាមួយនឹងស្លឹកជាមួយនឹងទឹកត្រីជាមួយនឹងស្ករប៊ីចេងអីចឹងទៅតាមប៉ុណ្្នឹងហើយនឹងដាក់អំបិលខ្នុរបន្តិចហងពេលយើងលាយចូលគ្នារួចអស់ហើយយើងអាចយកមកប្រឡាក់បានហើយសម្រាប់ការប្រឡាក់ខ្ញុំប្រឡាក់ប្រហែលជាខ្ទង់20នាទីចាខ្ញុំប្រហែលជា20នាទីគឺខ្ញុំយកមកអាចយកមកចៀនបានណាអានេះគឺគ្រូសាខ្ញុំគាត់អ្នកប្រឡាក់អញ្ចឹងណាខ្ញុំអ្នកថតវីដេអូអញ្ចឹងបងប្អូនគ្នាមើលក្នុងវីដេអូហ្នឹងទៅហើយគ្រឿងខ្ញុំធ្វើមកកធុងព្រោះសារខ្ញុំត្រូវធ្វើលក់ផងអញ្ចឹងណាក្នុងគ្រឿងហ្នឹងគឺដូចខ្ញុំប្រាប់ទាំងអស់គ្នាអញ្ចឹងវិធីប្រឡាក់មានតែប៉ុណ្្នឹងឯងអត់មានអីច្រើនទេគឺមានប្រេងខ្យងមានទឹកត្រីមានខ្នុរមានអំបិលស្ករប៊ីចេងអញ្ចឹងទៅហើយកុំភ្លេចកិនខ្ទឹមដាក់ចូលក្នុងហ្នឹងផងចាហើយឥឡូវនេះគឺយើងចាប់ផ្ដើមកម្ដៅខ្ទះសិនពេលដែលយើងកម្ដៅខ្ទះហើយគឺយើងដាក់ចៀនវាតែម្ដងព្រោះអីយើងបានប្រាប់វាប្រហែលជាខ្ទង់20នាទីហើយសម្រាប់អ្នកដែលគាត់ចង់ញ៉ាំកណ្ដោស្រែប៉ុន្តែខ្ជិលប្រឡាក់ខ្ជិលអីចាំខ្ញុំឆាតមក Telegram របស់ខ្ញុំផ្ទាល់ឬក៏ Facebook Page ខ្ញុំផ្ទាល់ទៅនឹងបានញ៉ាំហ្មងហើយរសជាតិដើមឆ្ងាញ់ចេញពីពួកខ្ញុំគ្រឿងពីពួកខ្ញុំប្រឡាក់ហ្មងបើសិនជាទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះមើលឃើញថាតំណងចង់ញ៉ាំចង់អីអាចកំងពីខាងពួកខ្ញុំបានឥឡូវយើងដាក់ឲ្យវារៀងក្តៅសិនបន្ទាប់មកគឺយើងដាក់សាច់ក្រលរបស់យើងចូលមកហើយពេលដែលចៀនខ្ញុំចង់ឲ្យទាំងអស់គ្នាដាក់ភ្លើងតិចបានហើយទី1កុំឲ្យខ្លោចគ្រឿងពេកទី2ចង់ឲ្យសាច់ក្រលហ្នឹងវាឆ្អិនបែបតាមដំណើររបស់វាកាលណាយើងបខំភ្លើងខ្លោចទាំងគ្រឿងសាច់ក៏អត់ល្អដែរអាហ្នឹងចេញពីខ្ញុំធ្លាប់អញ្ចឹងណាព្រោះដល់ខ្ញុំចៀនដាក់ភ្លើងតិចទេតែថ្ងៃនេះវាចូលលក្ខណៈចង់បំពងតិចចៀនតិចទេ4ក្បាលហ្នឹងចូលក្នុងកន្លះគីឡូហើយ1គីឡូបាន8-9ក្បាលដែរទេកដោស្រែយើងទំហំ4ធ្នាប់ដៃហ្នឹងទាំងអស់គ្នាបន្ទាប់មកយើងបន្ថយគ្រឿងបន្ថយភ្លើងបន្តិចទៅយើងដាក់តិចដូចខ្ញុំនិយាយប្រាប់ពីដំបូងអញ្ចឹងហ្នឹងហើយរៀងមកក្រៀមមកល្មមយើងចាប់ផ្ដើមប្រែវាទៅអានេះខ្ញុំដាក់ភ្លើងតិចហងនៅចង់ខ្លោចគ្រឿងដោយសារយើងប្រឡាក់ស្ករជាមួយនឹងស្ករឯនេះទាំងអស់គ្នាយើងប្រើស្ករក្អមអញ្ចឹងអាចរៀងខ្លោចគ្រឿងខ្លោចអីបន្តិចតួចហើយឃើញមានដុំដែរហ្នឹងអាហ្នឹងដោយសារយើងដាក់ខ្ទឹមមិញហ្នឹងយើងប្រឡាក់ភ្លាមអញ្ចឹងខ្ទឹមហើយនឹងប្រេងសណ្ដែកកាលណាវាប្រកាត់ភ្លើងឲ្យក្តៅមកគឺវាចាប់ផ្ដើមឯនេះហើយខ្លោចអាខ្ទឹមហ្នឹងហើយអញ្ចឹងយើងដាក់ប្រែចុះប្រែឡើងឲ្យក្រៀមទៅប្រែចុះប្រែឡើងឲ្យក្រៀមគឺយើងអាចញ៉ាំបានហើយឥឡូវខ្ញុំឆ្អិនហើយខ្ញុំចៀនប្រហែលជា1គីឡូខ្ញុំទុក1គីឡូខ្ញុំមានទឹកត្រីម្ជូរ7ជាមួយនឹងបន្លែមួយចានពិតជាឆ្ងាញ់មែនមួយមុខហ្នឹងគឺយើងធ្វើទឹកជ្រលក់ត្រូវហ្នឹងហើយទឹកជ្រលក់នេះខ្ញុំប្រើទឹកត្រីហើយខ្ញុំជ្រុំជាមួយនឹង7ឲ្យហើយបាទខ្ញុំយកទឹកវាយកមកលាយហើយខ្ញុំដាក់ខ្ទឹមក្រហមខ្ទឹមសម្ទេសអញ្ចឹងទៅហើយមានបន្លែមានអីចឹងឆ្ងាញ់មែនតើទាំងអស់គ្នា